របៀបប្រើប្រាស់ App Who Express សូមចុចចូលទៅក្នុងកម្មវិធីសម្រាប់បងប្អូនមិនទាន់មានគណនីសូមចុចអតិថិជនថ្មីបន្ទាប់មកបំពេញលេខទូរស័ព្ទបំពេញឈ្មោះអាសយដ្ឋានប្រភេទទំនិញឬអាជីវកម្មសូមបំពេញលេខគណនីរបស់លោកអ្នកបំពេញឈ្មោះលើកាតធនាគាររួចចុចចុះឈ្មោះជាការស្រេចសម្រាប់ការកក់ដឹកជញ្ជូនសូមចុចការកក់ដឹកជ្រើសរើសប្រភេទទំនិញក្នុងការដាក់ឲ្យក្រុមការងារដឹកជញ្ជូនបញ្ជាក់ប្រសិនបើប្រភេទទំនិញរបស់លោកអ្នកគ្មានក្នុងបញ្ជីនេះទេសូមចុចផ្សេងបំពេញចំនួនទំនិញសូមចុចអាសយដ្ឋានទទួលទំនិញជ្រើសរើសទីតាំងសម្គាល់ណាមួយបំពេញលេខទូរស័ព្ទអ្នកទទួលបំពេញអាសយដ្ឋានលម្អិតរបស់អ្នកទទួលសូមចុចទម្លាក់ទីតាំងបន្ថែមនៅក្នុងផែនទីស៊ូមទៅរកទីតាំងដែលលោកអ្នកដាក់ឲ្យជិតបំផុតហើយចុចពាក្យ choose បន្ទាប់មកចុចពាក្យរក្សាទុករួចជាការស្រេចដំណាក់កាលទី2ចុចចូលបានទទួលដើម្បីពិនិត្យមើលការកក់ដឹករបស់មានការទទួលហើយឬនៅទាំងនេះគឺជាប្រតិបត្តិការដែលបានទទួលដឹកដំណាក់កាលទី3ចុចចូលការតាមដានការដឹកដើម្បីពិនិត្យមើលដំណើរការនៃការដឹកជញ្ជូនដំណាក់កាលទី4ចុចចូលរបាយការណ៍ដើម្បីតាមដានការដឹកជញ្ជូនជោគជ័យដំណាក់កាលទី5ចុចចូលការទូទាត់ដើម្បីមើលពីចំនួនដែលខាងដឹកជញ្ជូនទូទាត់ឲ្យដំណាក់កាលទី6ចុចចូលតាមដានស្តុកដើម្បីដឹងពីចំនួនទំនិញដែលមាននៅក្នុងស្តុកជាមួយនឹង Who Express សូមចូលទៅទាញយកកម្មវិធីនៅក្នុង App Store ឬ Play Store ដើម្បីជាការងាយស្រួលក្នុងការផ្ញើទំនិញទៅកាន់ភ្ញៀវរបស់លោកអ្នកបានពេញរាជធានីភ្នំពេញ